សួស្តីបាទនេះជាសកម្មភាពដែលមេឃភ្លៀងហើយក្រោយពីមេឃភ្លៀងតែងតែស្រឡះតែមកភ្លៀងហើយគឺស្រឡះស្អាតមែនទែនហ្មងនេះជាផ្លូវទៅដំណាក់ក្បូនជិតដល់ហើយនៅផ្នែកខាងក្រោមនេះគឺដំណាក់ក្បូនហើយនេះខ្ញុំនៅលើខាងលើភ្នំទេសភាពក្រោយពីភ្លៀងហើយគឺស្រឡះស្អាតមែនទែនបងប្អូននេះខាងក្រោមដំណាក់ក្បូននេះស្អាតណាស់នេះដែរក្បូនឫស្សីយើងអាចជិះបានគ្នាទៅ7នាក់ឃើញអញ្ចឹងណាតែជិះបាន7នាក់តែណោះខាងស្ពានខាងលើមានកញ្ចុះអង្គុយលេងអញ្ចឹងណាមានកន្លែងហែលទឹកហែលអីលេងបានស្អាតមែនទែននេះវាភ្លៀងមួយមេមកតែដល់ឡងរួយខ្ញុំមកបោះទៅពើ